បាទខ្ញុំបាទសូមអរកាយគោរពនិងជម្រាបសួរដល់អស់លោកស្រីនិងនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតពេលទំនេរពីការងារខ្ញុំបាទក៏បានលើកយកនៅអត្ថបទមួយដើម្បីធ្វើការបកស្រាយដែលមានចំណងជើងថាត្រូវតែមានគំនិតវិជ្ជមានគ្រប់កាលៈទេសៈដែលមានអត្ថន័យនិងខ្លឹមសារដូចតទៅបាទវិជ្ជាពិតណាស់អ្វីសពបែបយ៉ាងសុទ្ធតែជាតម្រូវការរបស់មនុស្សទាំងអស់ក៏ប៉ុន្តែមនុស្សមិនដឹងពីអត្ថប្រយោជន៍របស់វាធ្វើឲ្យមើលមិនឃើញនៅតម្លៃពិតរបស់វានៅក្នុងយុទ្ធសាស្ត្រទីផ្សារទីណាមានមនុស្សមិនទាន់ចេះប្រើប្រាស់ផលិតផលទីនោះគឺជាទីផ្សារដ៏ល្អបំផុតរបស់អ្នកដែលឆ្លាតចេះមើលនៅឱកាសសំខាន់ឲ្យតែអ្នកនោះចេះផ្លាស់ប្ដូរទម្លាប់របស់ពួកគេពីព្រោះមនុស្សគ្រប់រូបសុទ្ធតែចង់ស្រណុកដូច្នេះបើមានអ្វីមួយសម្រួលដល់ភាពលំបាករបស់ពួកគេរឿងអីថាផលិតផលដែលយើងមាននោះលក់មិនដាច់ស្ថិតនៅក្នុងស្ថានភាពតែមួយដូចគ្នាកន្លែងតែមួយដូចគ្នាពេលវេលាតែមួយដូចគ្នាមនុស្សពីរនាក់ធ្វើរឿងតែមួយដូចគ្នាហេតុអ្វីបានជាពួកគេមានគំនិតទស្សនៈកាលយកឃើញផ្សេងពីគ្នាទៅវិញទោះបីជាស្ថានភាពខុសគ្នាឬដូចគ្នាយ៉ាងណាក៏ដោយមនុស្សតែងតែមានការយល់ឃើញនិងមើលឃើញទៅតាមរូបភាពខុសប្លែកពីគ្នាមនុស្សសុទិដ្ឋិនិយមតែងតែមើលឃើញអ្វីដែលល្អប្រសើរភាពដែលអាចទៅរួចចំណែកមនុស្សទុតិដ្ឋិនិយមតែងតែមើលឃើញអ្វីដែលអាក្រក់និងរឿងរ៉ាវដែលមិនអាចទៅរួចអ្វីដែលហុំព័ទ្ធជីវិតរបស់យើងវាមានឥទ្ធិពលខ្លាំងមិនដូចជាគំនិតរបស់យើងដែលហុំព័ទ្ធជីវិតខ្លួនឯងនោះទេស្ថានភាពមួយដ៏អាក្រក់វាមិនមានលក្ខណៈជះឥទ្ធិពលដោយគំនិតអាក្រក់របស់យើងជះមកលើជីវិតរបស់យើងនោះទេមនុស្សគ្រប់រូបមានទម្លាប់ចង់ស្រួលបើយើងបង្រៀនឲ្យមនុស្សប្រើប្រាស់របស់ស្រួលនោះគាត់នឹងមានទម្លាប់ប្រើវាហើយបន្ទាប់ពីគាត់ដឹងគាត់ស្គាល់គាត់យល់ពីភាពស្រួលលែងពិបាកដល់ខ្លួនគាត់ទៀតនោះទោះស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយឲ្យតែអ្នកមានគំនិតវិជ្ជមានមកប្រើនោះវិធីដំណោះស្រាយគឺនៅតែមានសម្រាប់អ្នកជានិច្ចអ្នកជោគជ័យតែងតែមើលឃើញនៅអ្វីដែលអ្នកបរាជ័យមើលមិនឃើញនោះមកពីអ្នកបរាជ័យមិនដឹងពីរបៀបមើលអ្នកបរាជ័យតែមើលឃើញនៅអ្វីដែលជាសម្បកក្រៅមើលឃើញតែសម្បកក្រៅមើលឃើញដោយសារតែភ្នែកមើលឃើញនឹងថ្ងាសដែលពាក្យចាស់លោកបានពោលថាភ្នែកអត់ប្រស្រីគឺមើលដោយគ្មានសតិប្រាជ្ញាញាណឱកាសណាមួយវានឹងកើតឡើងចំពោះយើងឬក៏យើងទទួលបានឱកាសណាមួយវាមិនមែនមកដោយសារតែយើងមើលនឹងភ្នែកទេតែបានមកដោយសារការយើងមើលឃើញនឹងខួរក្បាលវិចារណញ្ញាណភ្នែកមិនអាចបញ្ជាក់ច្បាស់លាស់នៅលក្ខណៈពិតប្រាកដនៃរឿងមួយនោះទេភ្នែកគ្រាន់តែបញ្ជាក់លក្ខណៈរូបរាងខាងក្រៅនៃរឿងនោះឬរូបធាតុនោះតែប៉ុណ្ណោះចំណែករឿងខាងក្នុងគឺតម្រូវឲ្យយើងយកវត្ថុទិព្វនៅខាងក្នុងរបស់យើងមកគិតមានន័យថាអនុសម្បញ្ញញ្ញៈនៃការគិតបើមនុស្សមិនធ្លាប់ប្រើផលិតផលរបស់យើងហើយយើងយកផលិតផលនោះទៅលក់ឲ្យពួកគេបដិសេធមិនមានន័យថាពួកគេមិនចូលចិត្តប្រើនោះទេតែបញ្ហាមកពីពួកគេមិនយល់ពីអត្ថប្រយោជន៍ហើយអ្នកលក់មិនមានយុទ្ធសាស្ត្រក្នុងការបញ្យល់ឲ្យពួកគេដឹងចូលយកបេះដូងរបស់អ្នកទៅកាន់អ្វីសពបែបយ៉ាងទាំងអស់កុំយកភ្នែករបស់អ្នកមើលគំនិតវិជ្ជមានតែងតែនាំយើងទៅរកឱកាសគ្រប់កលៈទេសៈគំនិតវិជ្ជមានគឺជាគំនិតដ៏ត្រឹមត្រូវគ្រប់កលៈទេសៈគំនិតវិជ្ជមាននាំឲ្យយើងទទួលបាននូវភាពជោគជ័យគ្រប់កលៈទេសៈអ្នកចំនួនត្រូវមានគំនិតវិជ្ជមានគ្រប់កលៈទេសៈទើបអាចស្រោចស្រង់នៅ
ទុនដែលខាតបង់ហើយប្រែក្លាយទៅជាលៀបដ៏ធំធេងសម្រាប់ជីវិតខ្លួនឯងទៅវិញ